អរគុណច្រើននៅវគ្គនេះបងប្អូននឹងបានជួបនៅក្រុម band គឺអានីតូ band ចាដែលក្រុមរបស់ពួកគាត់ហ្នឹងគឺបានឈរជើងទៅដល់ការប្រកួតវគ្គផ្ដាច់ព្រាត់នៅក្នុងកម្មវិធី Fanta Fun Track ដែលមានការផ្សាយជូនទស្សនាតាមរយៈកញ្ចក់ទូទូ My TV របស់យើងចានិយាយទៅពួកគាត់ហ្នឹងវាថាជំរុះតាំងពីជំរុះតាំងពី300ក្រុមរហូតដល់14ក្រុមទេវគ្គផ្ដាច់ព្រាត់អញ្ចឹងពិតជាពិសេសមែនទែនដូច្នេះចាំនឹងថាបទចម្រៀងក៏ដូចជាទេពកោសល្យគាត់មានយ៉ាងណានោះសូមទស្សនាជាមួយនឹង Anito Band ដូចតទៅនៅម្នាក់ឯងឡើងចង់ស៊ាំទៅហើយគ្មានចំឡើយថាហេតុអ្វីខ្ញុំត្រូវឯការុងនៅកំព្រារងាខ្វះស្នេហាដូចចិត្តព្រុងវាសនាគ្មានសង្សារដូចគេមនុស្សក្បែរខ្លួនគេចាំងចេញទៅម្ដងម្នាក់ជីវិតធ្លាក់ក្នុងអន្លង់ជ្រៅសែនងងឹតភាពឯកាតែងតែតាមមករួមរិទ្ធធ្វើឲ្យចិត្តនេះរងាសោកាមិត្តស្និទ្ធស្នាលអីលើគេមានអ្នកក្បែរហើយចំណិចឡើយនៅតែរូបខ្ញុំតើថ្ងៃណាទើបខ្ញុំអាចបានជួបជុំជួបស្នេហ៍ពិតតែថិតថេរមិនព្រួប្រារងាស្នេហ៍បេះដូងចង់មានអ្នកយល់ចិត្តសូមព្រមលីខិតជួយសម្រេចបំណងនេះផងស្រែកសួរលោកកាតែគ្មានសំឡេងឆ្លើយឆ្លងឬមួយជីវិតនេះខ្ញុំត្រូវរស់នៅម្នាក់ឯងជារៀងរហូតដៃទាំងអស់គ្នាហើយបទនេះដែរគឺជាបទ original របស់ខ្ញុំបាទស្និទ្ធស្នាលអីលើគេមានអ្នកក្បែរហើយជុំនិចឡើយនៅតែរូបខ្ញុំតើថ្ងៃណាទើបខ្ញុំអាចបានជួបជុំជួបស្នេហ៍ពិតដែលថិតថេរមិនព្រួប្រារងាស្នេហ៍បេះដូងចង់មានអ្នកយល់ចិត្តសូមព្រមលីខិតជួយសម្រេចបំណងនេះផងស្រែកសួរលោកកាតែគ្មានសំឡេងឆ្លើយឆ្លងឬមួយជីវិតនេះខ្ញុំត្រូវរស់នៅម្នាក់ឯងជារៀងរហូត
បាទសូមអរគុណ ចាសូមអរគុណដល់ក្រុមអានីតូបែនចា ជីជីឲ្យឡៃដើរអត់ឃើញអូន គឺថា បាទចាត់ពេកទេ ផ្ទះខ្ញុំនេះគឺថាអីក៏មានដែរណាអើយមានតាំងពីស្លឹកឈើតសដួលលំអស់ហើយណាអើយ ហ្នឹង ជំរាប ឲ្យ សួ ពិបាកចាត់ពេក ចាសូ អូ ម ហើយក៏ទូចល្អមែនឯងហើយ អ្នកអើយទូចតែគេខ្លឹមណាស់គេចេះដេញណាគេដេញឡើងញាប់មិនដូចអ្នកទេធំប៉ុណ្្នឹងហើយមិនចេះដេញផងនេះ នេះយកចេះដាច់មិញហ៎ ចាមុនដំបូងសូមស្គាល់ឈ្មោះសិនណាព្រោះអីមិញស្គាល់តែឈ្មោះក្រុមឥឡូវសូមស្គាល់ឈ្មោះម្នាក់ម្ដង បាទបងខ្ញុំបាទឈ្មោះសម្បត្តិអានីតូ សម្បត្តិអានីតូចាគាត់ ខ្ញុំបាទឈ្មោះរិទ្ធអានីតូ រ៉េតអានីតូចាឃើញថាអ្នកទាំងពីរគឺបានប្រឡងទៅដល់វគ្គផ្ដាច់ព្រាត់នៅក្នុងកម្មវិធី Fanta Fun Track ចង់សួរពីចំណាប់អារម្មណ៍ផ្ទាល់យល់យ៉ាងណាដែរចំពោះកម្មវិធី Fanta Fun Track បាទនិយាយទៅកម្មវិធីហ្នឹងគឺល្អហើយអាចធ្វើឲ្យពួកខ្ញុំហើយ មានឱ អ្នក កាស ដែលមានសមត្ថភាព បាទ មានឱកាសបញ្ចេញនូវសមត្ថភាពដែលយើងមានណាបង បាទ ចា៎ បាទ ហត់នឿយទេនៅក្នុងការប្រកួតនៅក្នុងកម្មវិធីហ្នឹង បាទហត់នឿយដែរដោយសារតែយើងមាន ក្រុម ការ ច្រើន ហាត់សម ណាស់ ច្រើន បាទ បាទដោយសាររៀនវ៉ាផងរៀនស្ដាប់ភ្លេងស្ដាប់ចង្វាក់ ចា បាទពី ហើយ គ្រូ ដល់ពេលជាប់ចឹងទៅឥឡូវហ្នឹងមានអារម្មណ៍ថាប្លែកខុសពីការមុនយ៉ាងម៉េចដែរ មានអារម្មណ៍ថារៀងប្លែកជាងមុនកាលមុនទៅពេលដែលយើងឡើងមកលើឆាកអញ្ចឹង ញ័រ ភ័យហ្មង ហ្នឹង បាទ តែឥឡូវញ័រដែរញ័រតិច ញ័រដែរតែញ័រតិចអាចលះ បាទ អារម្មណ៍បាទ អានេះយើងដឹងពីអារម្មណ៍ព្រោះតែដំបងអញ្ចឹងហើយអរគុណបាទបាទបងប្រុសទាំងពីរហើយមានវាអីនិយាយទៅបងប្អូនបាទចុងក្រោយបាទ បាទជាចុងក្រោយខ្ញុំក៏សូមអរគុណដល់បងប្អូនដែលទស្សនានៅទីនេះក៏ដូចជាតាមកញ្ចក់ទូរទស្សន៍ហើយក៏សូមអ ហើយ រ នឹង គុណ ក្រៅកញ្ចក់ទូរទស្សន៍បាទ ហើយក៏សូមអរគុណដល់បងម្ចាស់ Studio AV Studio Record ដែលគាត់បានខំប្រឹងចំណាយពេលវាមានតម្លៃរបស់គាត់ហ្នឹង បាទ ធ្វើភ្លេងនឹងខ្ញុំបាទ ចា៎ ដែលជាបទថ្មីរបស់ខ្ញុំ original original song បាទបងបាទ ចា៎ ហើយក៏សូមជូនពរឲ្យគាត់ទាំងអស់គ្នាដូចជាអ្នកទស្សនានៅទីនេះអ្នកនៅគេអដ្ឋានឲ្យរស់ស៊ីមានបានហើយជាពិសេសនោះគឺមានសុភមង្គលនៅក្នុងក្រុមគ្រួសារ ចាអរគុណអានីតូបែនដូចគ្នាណាជូនពរឲ្យដូចគ្នា ឲ្យមានប្រជាប្រិយភាពកាន់តែខ្លាំងអរគុណច្រើនហើយពីកម្មវិធីរបស់យើងបាទសូមពេលអនុញ្ញាតសម្រាប់មួយផ្លែសិនបាទ